សពបុរាណសញ្ញាកូនភ្លោះបាទអញ្ចឹងថ្ងៃនេះជាថ្ងៃជុំហើយកងណាបាទឥឡូវគឺសូមកងធ្វើបទសភាដែលកងធ្លាប់ទិញថ្នាំអសត់កូនភ្លោះហើយជំងឺអីកងខ្ញុំពីមុនមកបានហូបថ្នាំសញ្ញាកូនភ្លោះ2នេះមានជំងឺពះពោះវៀនឥឡូវជាដាច់នៅក្រៅពីហូបមកខ្ញុំទិញអស់ទៅមកកញ្ចប់ជាងដែរបារាណសញ្ញាកូនភ្លោះបារាណសញ្ញាកូនភ្លោះច្បាស់ហ្នឹងខ្ញុំអ្នកផឹកខ្លួនឯងផ្ទាល់អត់មានយកឲ្យពីណាទេបាទអត់មានឲ្យឈ្មោះអីខ្ញុំឈ្មោះពេងគ្រីអាស័យដ្ឋានភូមិតាពាំងថ្មឃុំកាឡាស្រុកកំពង់សៀមខេត្តកំពង់ចាមបាទអតីតហ្នឹងនិយាយអស់ក៏ធ្លាប់ធ្វើគ្រូពេទ្យតាំងពីក្មេងមកដែរបាទអត់លះទេធូបបាទពេទ្យផងតាហ៊ានផងបាទដល់អស់ជំរឿសសុងផងអីផងឃើញជាក់ស្ដែងអត់នៅស្មានទេទៅពេលលោកសង្ឃគ្រូសានៅទេគ្រូសាយាយគាត់72គាត់សុខភាពអត់មានលេបថ្នាំមកគ្រាប់ផងស្វាថ្ងៃអូបាទជិះពគាត់អាយុវែងអញ្ចឹងខ្ញុំមានយោបល់អីប៉ុណ្ណឹងនិយាយពាក្យពិតការពិតនេះកងខ្ញុំអត់មានកើតអីទេប្រពន្ធខ្ញុំឈឺអីប្រពន្ធខ្ញុំស្លាក់មកចំហៀងខ្លួនងាប់មកចំហៀងខ្លួនណាអូតែកូនចៅទៅភីម្ដងហ្នឹងហីឃើញដូចទៅភីម្ដងបាទទៅភីម្ដងហើយកូនចៅទៅភីស្លាប់ចំហៀងខ្លួនហីបាទហើយទៅពេលអញ្ចឹងទៅងៀបអត់រួចឥឡូវជួបលោកគ្រូផ្ទាល់ហើយស្គាល់លោកគ្រូអត់ស្គាល់លោកគ្រូធំអត់ទុំជួបថ្ងៃហ្នឹងថ្ងៃហ្នឹងណាហើយមិនដែរឆ្នាំងាប់ចំហៀងខ្លួនដល់ខ្យល់កើហ្នឹងផងទៅមិនដែរមានអីទៅដល់ហូបមួយថ្ងៃពីមុនដំបូងធ្វើទុកបាទធ្វើទុកបានទៅ4 5ថ្ងៃប្រពន្ធខ្ញុំងើបរួចពីមុននោះយ៉ាប់យ៉ាងមិនខ្លះដេកនឹងកទេលនៅកទេលលើទៅដើរបាននៅដើរបានតែឥឡូវទៅលេងផ្ទះកើតបានទៅជោគជ័យ 100% នៅបាទ 100% ណាបាទងាប់ញៀងខ្លួនដល់ខ្យល់កើឲ្យឈឺម៉ានឆ្នាំបើនិយាយទៅឈឺប្រពន្ធខ្ញុំឈឺ7ឆ្នាំមកប៉ុន្តែគ្រាន់តែវាអត់នៅដើរបានណាប៉ុន្តែពេលដួលបាទពីពាក្យងើបសិតទៅទាញខ្សែបាទហើយទៅពេលមកដួលពាក្យនឹងហើយស្ដាប់តាមឥឡូវទៅវាលទៅអីបានហ្នឹងទៅបានឥឡូវទៅលេងផ្ទះប្អូនទៅមកបាទអញ្ចឹងអូខេណាជា 100% ណាបាទលោកគ្រូចុះទៅភៀសផ្ទាល់នៅបឹងចាញនៅបឹងអីហ្នឹងគាត់ជា5នាក់ទៅភៀសហ្មងខ្លះចុះក្បាលខ្លះវះក្បាលមកចានគោមួយនោះជាអស់ហើយហើយអត់មាននៅវាចមាត់វាចអីតទៀតទេអត់អីទេនិយាយគាត់ពីដំបងមកមានវាចមាត់មានដើរអុសជើងមកដែរពីមុនដំបងមកឈឺបើនិយាយទៅអត់មានដាក់អុសជើងទេប៉ុន្តែពេលដួលហ្នឹងបានចាប់ដើមនេះបដ ாய் នៅខែហ្នឹងមកបាទថាបត់ដៃបត់ជើងទៅលើកថានៅភូមិអីចឹងកំនៅភូមិអីនៅគីឡូ3ប៉ុន្តែគ្រាន់តែខ្ញុំអត់ទៅនៅគីឡូ3ទេខ្ញុំនៅកន្លែងធ្វើការបាទនៅស្រុកកំណើតហ្មងស្រុកកំណើតស្គាល់ហ្មងបាទនៅគីឡូ3តាគីឡូ3ហើយកងឈ្មោះអីខ្ញុំឈ្មោះសុនប្រពន្ធនឹងឈ្មោះអីអ្នកឈ្មោះនួនអញ្ចឹងហ៎បាទនៅខេត្តណាបងឃុំហ៎អត់ទេពងចាមពងចាមដែរគាត់សឹងត្រង់យ៉ាងហ្នឹងបាទហើយមានឈ្មោះអីដែរបាទខ្ញុំម្ដាយក្មេងឈ្មោះអីគាត់ដងបាតអញ្ចឹងបាទហើយឈ្មោះយ៉ាងម៉េចប៉ុន្តែយើងអត់កើតអញ្ចឹងពិបាកដែរអត់ទេបើអាការដាក់គាត់ប្រាប់ខ្ញុំហ្នឹងខ្ញុំដឹងគាត់ប្រាប់ថាគាត់អាពេលគាត់បត់ជើងបត់អីហូរឈាមមកអីចឹងបាទដល់ពេលខ្ញុំលើការផ្សព្វផ្សាយអសត់បុរាណអាកូនភ្លោះហ្នឹងតាម Facebook តាម YouTube ហ្នឹងទៅបាទហើយទៅតាក់តងនឹងគេប្រាប់ផងអីផងមកបាទក៏ខ្ញុំមកជាវលោកគ្រូទៅមកកញ្ចប់ហើយឥឡូវគាត់អស់ម៉ានដល់ជានៅឥឡូវអត់តែមកឥឡូវគាត់ជាហើយជាដាច់ទេណាគាត់ប្រាប់ទេបាទគាត់ជាគាត់ឈប់មានជំងឺនៅប៉ុន្តែបាទជំងឺផ្សងទៅនឹងមានមានជាផ្សេងបាទគាត់អាហ្នឹងដងបាតហ្នឹងវាចែកដាច់ពីគ្នាដងបាតវាត្រូវស្បូនសុតស្បូនលូនដងបាតហ្នឹងហើយនឹងហើមពោះជាទឹកជាអីចឹងណាតែឥឡូវដងបាតហ្នឹងចូលហើយស្បូនលូនគាត់ជាឥឡូវបាទគាត់ឈ្មោះអីគាត់ឈ្មោះនៅមនស្រុកណានៅស្រុកណានៅភូមិបសែលើក្រុងសួងឧត្តកាត់វិហារលួងក្រុងសួងខេត្តបឹងភ្នំបាទនៅខាងសួងដីគាត់ឈ្មោះអីដីគាត់ស្លាប់ហើយឈ្មោះនៅវងហ៊ុនអញ្ចឹងហើយដីពួនហើយខ្ញុំពីអ្នកបាទខ្ញុំថាឲ្យកូនចៅខ្ញុំតែមកថាគាត់ថាមើលមកទាំងអង្គ200នាក់ឯណោះចាំថាលើខាងលោកគ្រូតាក់តងទៅហ្នឹងបាទខ្ញុំមកតែមិនបើជឿជាក់ដែរ
ហើយចឹងប្តីពួនទេណាមិនមែនអ្នកជំងឺអស់ណាប្តីពួនហើយម្ដាយក្មេកដែលឈឺបាទម្ដាយក្មេកអ្នកឈឺហើយទៅមិនមែនទិញម្ដាយក្មេកទេទិញឲ្យទាំងឪធွာទៀតទៅដងបាត់ហ្នឹងបាទហើយបានជាដែរជាដាច់ទេនោះបាទឥឡូវគាត់លែងមានជំងឺហ្នឹងហើយឥឡូវគាត់បាទមកទិញ2ដងហើយយើងអត់ហូបណាំអត់កូនព្រោះទេបើយើងហូបណាំពេទ្យវានៅតែឈឺអាគូតដែរបើគេចាក់ហ្នឹងខ្លាចហ្នឹងអាហ្នឹងបើគិតទៅបត់ជើងមកដូចគេអាកោមាត់ហ្នឹងឈាមបាទម៉ែក្មេកផ្ទាល់ឥឡូវគាត់លេងអីឥឡូវក៏បានសុភីគាត់ផ្ទាល់ល្អហ្មងចាំមិនចាំយកលេខទូរស័ព្ទទៅខ្ញុំទៅសុភីដល់ផ្ទះតែហ្មងក៏បានដែរនៅទូរស័ព្ទនៅខាងលោកគ្រូមានហើយកូនចៅទៅដល់ផ្ទះតែហ្មងបាទហ្នឹងយើងយកភាពត្រង់ទៅត្រង់មកច្បាស់អ្នកដូចនេះធ្លាប់បានហូបជាមែនបាទអញ្ចឹងមានអីច្រើនទេតែប៉ុណ្ណឹងបាទតែប៉ុណ្ណឹងបាទអរគុណបាទ